សង្គ្រាមលោកលើកទី1បានទូឡើងក្នុងឆ្នាំ1914ដល់ឆ្នាំ1919ដែលប្រទេសកម្ពុជាស្ថិតនៅក្រោមនឹមអាណានិគមបារាំងប្រជារាស្ត្រខ្មែររងទុក្ខវេទនាត្រូវពួកអាណានិគមកេណ្ឌឲ្យទៅច្បាំងប្រឆាំងនឹងពួកផាស៊ីសអាល្លឺម៉ង់ទន្ទឹមនឹងនោះការឡើងថ្លៃពន្ធដារក៏កាន់តែកើនឡើងជារៀងរាល់ខែធ្វើឲ្យប្រជារាស្ត្រមានការក្តៅក្រហាយយ៉ាងខ្លាំងប្រជារាស្ត្រនៅស្រុកមុខកំពូលចំនួន 3000 នាក់បានធ្វើបាតកម្មធ្វើញត្តិសុំឲ្យស្ដេចស៊ីសុវត្ថិជួយបន្ធូរបន្ថយបញ្ហាពន្ធដារនេះសូម្បីតែធម្មជាតិក៏មានការក្តៅក្រហាយពុះកញ្ជ្រោលខ្លាំងដែរដូចជាមានរន្ទះបាញ់ចេតិយព្រះកែវមរកតនិងផ្កាយដុះកន្ទុយជាដើមនៅខេត្តកំពង់ឆ្នាំងក៏ដូចជាខេត្តដទៃទៀតដែរប្រជារាស្ត្រមានជីវភាពលំបាកលំបិនធ្វើឲ្យគ្រួសារមួយត្រូវព្រាត់ប្រាសប្រពន្ធកូននាងតុំដែលជាប្រពន្ធសុវណ្ណត្រូវស្លាប់ដោយសារខ្វះថវិកាព្យាបាលជំងឺចំណែកសុវណ្ណលំបាកក្នុងការថែទាំកូនតូចផងក៏ទទួលនាងតន់ធ្វើជាភរិយាដោយមិនបានរៀបការតាមប្រពៃណីជារបស់ខ្លួនប្រជាជននៅភូមិក្រាំងលាវមានសម្លាញ់2នាក់ឈ្មោះជួននិងនៅបានរៀបចំគម្រោងការសម្លាប់រេស៊ីដង់បាដេសដែលអនុវត្តអំពើយង់ឃ្នងព្រៃផ្សៃនៅពេលដែលពួកវាចុះទារពន្ធដារចលនារបស់ជួននិងនៅក៏មានការចូលរួមពីក្រុមអ្នកក្លាហានចំនួន20នាក់ទៀតនៅភូមិដើមអំពិលមេឃុំប៉ាល់បានក្តាប់ពីរបាយការណ៍ជីវភាពរស់នៅរបស់ប្រជារាស្ត្រក្នុងភូមិគួបផ្សំនឹងការលំបាកក្នុងការទារពន្ធដារក៏សូមថ្នាក់លើលាលែងដើម្បីយករួចខ្លួនរេស៊ីដង់បាដេសបានចេញទារពន្ធដោយខ្លួនឯងលុះដល់ថ្ងៃទី18មេសាឆ្នាំ1925ការទារពន្ធដារមកដល់ភូមិក្រាំងលាវដែលដឹកនាំដោយលោករេស៊ីដង់បាដេសកងរាជសន្តិសុខឈ្មោះឡាចនិងអ្នកដាំស្លឈ្មោះបោយពេលនោះបាដេសមានទំនាស់ជាមួយនាងនីនាងប៊ីក្នុងសភាពការនេះជាឱកាសមួយដែលធ្វើឲ្យអ្នកក្លាហានហ៊ានចេញប្រយុទ្ធសម្លាប់រេស៊ីដង់បាដេសដោយឥតញញើដៃក្នុងនោះនៅសល់តែអ្នកដាំស្លម្នាក់ដែលរត់គេចខ្លួនហើយនាំដំណឹងនោះទៅរីកានៅក្រុងកំពង់ឆ្នាំងក្រោយពីសម្លាប់បាដេសនិងសហការីរួមមកក្រុមអ្នកក្លាហានមានបំណងចេញទៅក្រុងកំពង់ឆ្នាំងទៀតប៉ុន្តែត្រូវកងទ័ពបារាំងពួនបាញ់ស្ទាក់បានស្លាប់ខ្លះរត់ចូលព្រៃនៅក្នុងភូមិត្រពាំងស្រែអ្នកក្លាហានបានត្រូវគេបាញ់ស្លាប់ក្នុងនោះមាននៅរីឯជួនត្រូវគេចាប់ខ្លួនដាក់គុកនៅកោះត្រឡាចចំណែកឯប្រជាជនត្រូវរត់ចោលភូមិឋានទៅរស់នៅក្នុងព្រៃរឿងសម្លាប់បាដេសធ្វើឲ្យមានប្រតិកម្មយ៉ាងខ្លាំងពីសំណាក់កុងស៊ីសេនាបតីអាណានិគមបារាំងព្រះបាទស៊ីសុវត្ថិបានចេញសេចក្តីប្រកាសមួយឲ្យបដូរឈ្មោះពីភូមិក្រាំងលាវទៅជាភូមិដេរឆានវិញអស់រយៈពេលយ៉ាងតិច10ឆ្នាំព្រមទាំងឲ្យសាងសង់ចេតិយព្រះកែវមរកតនិងធ្វើបុណ្យនៅថ្ងៃទី18ខែមេសាជារៀងរាល់ឆ្នាំជាទីបញ្ចប់ទាហានបានគៀអ្នកស្រុកឲ្យមករស់នៅក្នុងភូមិរបស់ខ្លួនវិញចំណែកសវណ្ណនិងនាងតនក៏បានមករួមសុខជាមួយគ្នារៀងមកហើយអ្នកខ្លះទៀតក៏បានវិលមកជួបជុំប្រពន្ធកូនវិញដែរ